បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះផងដែរគឺខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកលេងហ្គេមឡាននេះសាជាថ្មីបាទឥឡូវខ្ញុំបានទិញឡានថ្មីបាទគឺឡានមួយហ្នឹងបាទអត់ដឹងថាឈ្មោះអីដែរបាទឥឡូវខ្ញុំកំពុងតែកែកុនឡានហ្នឹងឲ្យស្អាតសិនបាទឥឡូវដំបូងមកដូរកង់សិនបាទមើលសិនថាកង់នេះរៀងស្អាតបាទអូកាំនេះស្អាតដែរហ្នឹងអូដាក់កាំហ្នឹងមកបាទតម្លៃប្រហែលពាន់ដែរបាទឥឡូវយើងកំពុងតែដូរពណ៌បូមបាទមិនបាច់ដូរពណ៌ទេបាទបូមពណ៌នោះស្អាតហើយបាទអញ្ចឹងបដូរពណ៌ឡានម្ដងបាទឡានល្មូលមកបាទមើលពណ៌ណារៀងស្អាតបាទឡានស៊ីនរបស់វាពណ៌ស្អាតហ្មងហ្នឹងបាទអញ្ចឹងឲ្យរកពណ៌ណាដែលសមស្របមើលទៅស្អាតហ្មងបាទឥឡូវកំពុងតែដើររកបាទខ្ញុំគិតថាប្រហែលជាពណ៌ខ្មៅអាចស្អាតបាទនេះបងឃើញបាទនេះពណ៌ខ្មៅអាចស្អាតអូបាទដូចស្អាតដល់ហើយបាទ steel តែម្ដងបាទឥឡូវចូលឡាននឹងទៅធ្វើតេស្តប៉ុណ្ណាំងឡានជាមួយនឹងឡាន Nissan បាទមើលថាឡានពីរគ្រឿងហ្នឹងឡានមួយណាលឿនជាងអញ្ចឹងបាទខ្ញុំភ្លេចប្រាប់បាទឥឡូវខ្ញុំយកឡាននេះទៅតេស្តល្បឿនមុនថាវាមានល្បឿនប៉ុណ្ណាបាទឥឡូវកំពុងតែរកកន្លែងតេស្តល្បឿនបាទមើលដល់ចប់ថាវាល្បឿនប្រហែលបាទឡានហ្នឹងល្បឿនប្រហែលហើយឡាន Nissan Skyline R34 ល្បឿនប្រហែលបាទឥឡូវកំពុងតែរកកន្លែងរៀងឆ្ងាយតិចដើម្បីតេស្តល្បឿនវាបាទខ្ញុំគិតថាគួរតែតេស្តកន្លែងហ្នឹងហើយចាយឡានមួយសិនបាទរកកន្លែងចាយសិនបាទរៀងកៀងទៀតបាទឥឡូវចាយហើយបាទលើធៀងជន់ហ្គេទៅមុខតែម្ដងបាទទៅហើយចូលថាល្បឿនប្រហែលបងប្អូនទាំងអស់គ្នាបាទមើលថាល្បឿនប្រហែលបាទ160ម៉ានទេបាទ170 180 190 197 199ហ្នឹងបាទចាំមើលឡាន Nissan Skyline ម្ដងបាទខ្ញុំភ្លេចប្រាប់បងប្អូនទាំងអស់គ្នាបាទឥឡូវខ្ញុំដូរយកឡាន Nissan Skyline ម្ដងបាទឡានមិញល្បឿនវា199 គីឡូម៉ែត្រក្នុង1ម៉ោងបាទចាំមើលឡាន Nissan ម្ដងមកបាទល្បឿនប្រហែលដែរបងប្អូនទាំងអស់គ្នាគិតមើលបាទថាឡានពីរនឹងឡានមួយណាលឿនជាងបាទខ្ញុំមិនទាន់ដឹងទេណាបាទកំពុងតែតេស្តវាហ្នឹងបាទឥឡូវជន់ហ្គេទៅមុខបាទយ៉ាឡាននេះលឿនជាងឡានមិញទៀត170ហើយ180 190 200បាទមិញដូចជា207បាទឡាននេះ207គីឡូម៉ែត្រក្នុង1ម៉ោងបាទដូច្នេះសូមអរគុណអ្នកទាំងអស់គ្នាបាទដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់និងជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងបាទដូច្នេះជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាបាទសូមអរគុណ